លោកអ្នកដែលកើតនៅឆ្នាំមមីលោកអ្នកមានលេខសំណាងលេខ614ចំណែកពណ៌សំណាងពណ៌សូកូឡាអ្នកដែលកើតឆ្នាំមមីខមមិនលេខសំណាងគឺលេខ614ចំណែកពណ៌សំណាងពណ៌សូកូឡាអ្នកកើតឆ្នាំមមីខមមិនលេខ614 share វីដេអូដាក់លេខ614រកឲ្យពណ៌សូកូឡាយកទៅពាក់លោកអ្នកនឹងហេងលោកអ្នកនឹងកាក់កបលោកអ្នកនឹងជោគជ័យអ្នកដែលកើតឆ្នាំមមីដើមខែពិបាកចិត្តបងប្អូនណាដើមខែពិបាកចិត្តបាទកាលពីខែកន្លងទៅខែ4កន្លងទៅក៏ចិត្តឈួតដែរមមីអត់សบายចិត្តមមីអត់រីករាយទេជួបតែទុកជួបតែភ័យហើយបើនិយាយពីលៀបជ័យបងប្អូនឲ្យតែចិត្តដល់ដល់របូតទៅវិញលឺតែដំណឹងអស់ចិត្តបានហើយដំណឹងថាចិត្តដល់ហើយចុងក្រោយអត់ដល់ចុងក្រោយរបូតអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំមមីលោកអ្នកអត់សូវរលូនទេនៅក្នុងខែ4ប៉ុន្តែចូលមកដល់ខែ5លោកអ្នកដែលកើតនៅឆ្នាំមមីគឺរាសីឡើយបាទអញ្ចឹងមមីខមមិនលេខសំណាងគឺលេខ614ចំណែកពណ៌សំណាងគឺពណ៌សូកូឡាអ្នកដែលកើតឆ្នាំមមីដើមខែពិបាកចិត្តរឿងមិនគួរគិតក៏គិតរឿងមិនគួរព្រួយក៏ព្រួយរឿងមិនគួរខ្វល់ក៏ខ្វល់អញ្ចឹងមមីដើមខែតឹងតែងនៅក្នុងចិត្តគិតច្រើនខ្វល់ច្រើនព្រួយបារម្ភច្រើនបាទធ្វើអ្វីអត់កាក់កបធ្វើអ្វីអត់រីកចម្រើនធ្វើអ្វីអត់ទទួលបានជោគជ័យទេដើមខែតឹងតែងអញ្ចឹងយើងត្រូវសប្បាយចិត្តឲ្យច្រើនយើងត្រូវរីករាយឲ្យច្រើនបំភ្លេចនៅទុកកង្វល់ទាំងឡាយរឿងវាគួរកើតគឺវាកើតរឿងដែលវាមិនកើតគឺវាមិនកើតអញ្ចឹងមិនបាច់គិតមុនទេទៅតាមដំណើរទៅខំប្រឹងធ្វើអស់លទ្ធភាពហើយបើធ្វើឲ្យនៅតែមិនបានទៀតអានឹងឲ្យទេវតាអ្នកសម្រេចទៅបាទអញ្ចឹងដើមខែពិបាកចិត្តតឹងតែងប៉ុន្តែមិនអីទេណាដោះស្រាយបានមមីពីថ្ងៃទី8ដល់ថ្ងៃទី10អ្នកដែលកើតឆ្នាំមមីបងប្អូនពីថ្ងៃទី8ដល់ថ្ងៃទី10លក់របស់ដាច់បាទអ្នកដែលកើតឆ្នាំមមីលក់របស់ដាច់ពីថ្ងៃទី8ដល់ថ្ងៃទី10អញ្ចឹងចន្លោះពីថ្ងៃទី8ដល់ថ្ងៃទី10អ្នកដែលកើតឆ្នាំមមីលក់របស់ដាច់ហើយបើសួរខ្ញុំថាលក់របស់អីដាច់ខ្ញុំអត់ដឹងទេប៉ុន្តែគេថាពីថ្ងៃទី8ដល់ថ្ងៃទី10មមីនឹងលក់របស់ដាច់បាទមមីនឹងលក់របស់ដាច់អញ្ចឹងលោកអ្នកដែលមានក្តីបំណងពងប្រាថ្នាថាអូខ្ញុំនឹងចង់លក់អីដាច់ឲ្យដូចបំណងគឺសូមឲ្យលក់ដាច់ទៅព្រោះជើងលេខគេថាពីថ្ងៃទី8ដល់ថ្ងៃទី10នឹងលក់របស់ដាច់ចឹងអ្វីដែលលក់ដាច់ឲ្យលក់ដូចបំណងទៅអ្នកដែលកើតឆ្នាំមមីពីថ្ងៃ14ដល់ថ្ងៃទី16នឹងមានដំណឹងមិនល្អលោកអ្នកអាចនឹងបាត់បង់សាច់ញាតិបាទអាចនឹងបាត់បង់សាច់ញាតិពីថ្ងៃ14ដល់ថ្ងៃទី16អ្នកដែលកើតឆ្នាំមមីគឺអាចនឹងបាត់បង់សាច់ញាតិណាចឹងមិនមែនមមីយើងទេដែលបាត់បង់សាច់ញាតិផែជាមមីគេនោះបាទចឹងមិនមែនយើងទេបើវាជាឆ្ងាយព្រោះការទូទាយគឺខ្ញុំមានក្តីបំណងថាអ្វីដែលខ្ញុំទូទាយគឺសុំឲ្យទាយត្រូវបាទប៉ុន្តែរឿងគេងាប់មួយគឺអត់ឲ្យត្រូវទេចឹងគេថាមមីពីថ្ងៃ14ដល់ថ្ងៃទី16គឺនឹងមានបាត់បង់សមាជិកនឹងមានបាត់បង់មនុស្សជាទីស្រឡាញ់ឬមួយក៏សាច់ញាតិប៉ុន្តែសូមមិនមែនជាការពិតឲ្យរឿងនឹងខ្លាចជារឿងមិនពិតណាប៉ុន្តែបើរឿងនឹងទៅជាការពិតក៏វាគ្មានរឿងអីដែលត្រូវឲ្យវាភ័យដែរព្រោះមនុស្សយើងគ្រប់គ្នាគឺត្រូវតែជួបបាទអញ្ចឹងមានតែបុណ្យកុសលមួយគត់ដែលយើងធ្វើទៅពេលដែលយើងអស់ពីផែនដីនេះទៅយើងបានកុសលត្រង់អញ្ចឹងខំធ្វើបុណ្យទៅហើយមមីណាបាទធ្វើបុណ្យគ្មានអាណាធ្វើដល់ឆ្នាំមមីទេប៉ុន្តែបានបុណ្យในជីវិតបានតែបាបធ្វើបុណ្យជួយគេយកអាសាគេស្រឡាញ់គេលះបង់ដើម្បីគេគ្រប់បែបយ៉ាងដល់ពេលលទ្ធផលចុងក្រោយមមីសូនអត់មានអាណាមើលឃើញថាមមីនឹងធ្វើត្រូវទេអញ្ចឹងបានមមីទាំងអស់ហ្នឹងម្នាក់បាក់ទឹកចិត្តទាំងអស់ចង់ទៅនៅលើភ្នំតែឯងកុំឲ្យមានអាណាជួបបាទពាក្យខ្មែរថាពេលអញធ្វើត្រូវអត់មានអាណាឃើញដល់ពេលអញអត់ខុសក៏គេថាអញខុសអញ្ចឹងជីវិតអ្នកកើតឆ្នាំមមីនឹងវារងនូវភាពអយុត្តិធម៌ច្រើនពេកហើយអញ្ចឹងសង្ឃឹមថាទេវតានឹងមើលឃើញនឹងបន្ទន់ចិត្តអ្នកដែលនៅក្បែរឆ្នាំមមីទាំងអស់ឲ្យបានឃើញអំពីគុណតម្លៃនៃការលះបង់របស់អ្នកដែលកើតឆ្នាំមមីបាទអញ្ចឹងពីថ្ងៃ14ដល់ថ្ងៃទី16អ្នកដែលកើតឆ្នាំមមីអាចនឹងបាត់បង់សមាជិកបាទប៉ុន្តែមិនមែនរឿងប៉ិតទេឲ្យរឿងប្រឌិតចោះលោកអ្នកដែលកើតឆ្នាំមមីដដែលបងប្អូនកូនក្មួយពីថ្ងៃទី21ដល់ថ្ងៃទី23ពីថ្ងៃទី21ដល់ថ្ងៃទី23លោកអ្នកដែលកើតនៅឆ្នាំមមីបាទនឹងទទួលបានដំណឹងល្អបាទមានដំណឹងល្អចូលមកអ្នកដែលកើតឆ្នាំមមីពីថ្ងៃទី21ដល់ថ្ងៃទី23
នឹងមានដំណឹងល្អបងប្អូនកូនក្មួយណាបាទនឹងមានដំណឹងល្អចង់ដឹងថាដំណឹងនោះជាអីខ្ញុំក៏ដឹងដែរប៉ុន្តែអ្នកដែលកើតឆ្នាំមមីនឹងមានដំណឹងល្អបាទដំណឹងដែលទន្ទឹងរង់ចាំដំណឹងល្អគឺនឹងចូលមកនៅចន្លោះពីថ្ងៃទី21ដល់ថ្ងៃទី23ចឹងមមី21ដល់ថ្ងៃទី23មានដំណឹងល្អឆ្នាំមមីចុងខែប្រយ័ត្នឆ្លោះគ្នាជាមួយប្តីប្រពន្ធឬមួយក៏អ្នកផ្ទះបាទចឹងមមីចុងខែប្រយ័ត្នឆ្លោះគ្នាជាមួយប្តីប្រពន្ធឬមួយក៏អ្នកផ្ទះចឹងអត់ធ្មត់ណាបាទព្រោះមមីគឺជាមនុស្សម្នាក់ដែលត្រង់មមីគឺជាមនុស្សម្នាក់ដែលឃើញសថាសឃើញខ្មៅថាខ្មៅជាមនុស្សដែលមិនចេះសំដែងចឹងបើយើងអត់ចេះសំដែងគឺយើងត្រង់ហើយបើយើងចេះបត់បែនខ្លះទៅអានឹងអត់អីទេប៉ិនសួរតែមមីធ្វើបានអត់ធ្វើមិនបានទេមួយជីវិតបាទព្រោះវាត្រង់ណាស់ដែលគេស្អប់នឹងប៉ុន្តែស្រុកយើងនឹងចូលចិត្តណាស់អាអ្នកដែលអេបអបអានេបអានើបនឹងហើយបើអាអ្នកត្រង់អត់សូវចូលចិត្តទេអញ្ចឹងបានវាអញ្ចឹងបាទអញ្ចឹងមមីត្រង់ពេកអត់ត្រូវហាងឆេងទេអញ្ចឹងចេះបត់បែនទៅបាទអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំមមីលេខសំណាងនៅក្នុងខែ5កុំចោលឲ្យសោះគឺលេខ614ចំណែកពណ៌សំណាងនៅក្នុងខែ5គឺពណ៌សូកូឡាលោកអ្នកដែលកើតឆ្នាំមមីខមមិនលេខសំណាងលេខ614ពណ៌សំណាងគឺពណ៌សូកូឡាបងប្អូនពណ៌សូកូឡាណាអ្នកកើតឆ្នាំមមីលោកអ្នកដែលកើតឆ្នាំមមីរាសីអត់ល្អទេរាសីឆុងបាទជន់ឆ្នាំចឹងលុយកាក់ក៏អត់សូវសម្បូរសបាយដែរលៀបជ័យក៏អត់សូវចូលដែរចឹងចង់ឲ្យលៀបជ័យចូលចង់ឲ្យលុយកាក់ចូលចង់ឲ្យហេងចង់ឲ្យកាក់កកចង់ឲ្យធ្វើអ្វីបានជោគជ័យលោកអ្នកដែលកើតនៅឆ្នាំមមីលោកអ្នកជាវនៅខ្សែដៃខ្សែកនេះយកទៅពាក់បាទមមីជាស្ត្រីជាខ្សែកបន្តោងទេវតាទ្រព្យយកទៅពាក់ឲ្យមានលៀបពាក់ឲ្យមានសំណាងពាក់ឲ្យហេងពាក់ឲ្យកាក់កបនេះបងប្អូនណាបាទខ្សែកបន្តោងទេវតាទ្រព្យដែលជាទេវតានាំលៀបនាំសំណាងលុយហូរចូលចឹងខ្សែកនេះខ្សែកស្រូបលុយខ្សែកដោះបំណុលចឹងបងប្អូនកូនក្មួយចង់ឲ្យស្រូបលុយចង់ឲ្យដោះបំណុលមានវិបត្តិលក់ដូរមិនដាច់គេជពាក់លុយមិនសងមានវិបត្តិធ្វើអ្វីមិនជោគជ័យអត់លុយសងគេមានបំណុលមហាហេងជាវនៅខ្សែដៃស្រូបលុយដោះបំណុលនេះយកទៅពាក់ឲ្យលោកអ្នកនឹងជោគជ័យពាក់ឲ្យលោកអ្នកនឹងមានលៀបនឹងមានសំណាងជាវយកទៅពាក់ទៅផ្ទុះលៀបផ្ទុះសំណាងឲ្យលែងពិបាកទៀតហើយបាទហេងខ្លាំងកាក់កបខ្លាំងជោគជ័យខ្លាំងហើយបងប្អូនកូនក្មួយអ្នកដែលកើតនៅឆ្នាំមមីដដែលបាទជាបុរសចង់ឲ្យលក់ដូរដាច់ចង់ឲ្យរស់ស៊ីមានបានចង់ឲ្យឡើងបុណ្យស័ក្តិឋានៈទូនាទីចង់ឲ្យកាក់កបចង់ឲ្យរីកចម្រើនបងប្អូនជាវនៅខ្សែដៃចក្រពត្តិនេះយកទៅពាក់ខ្សែដៃចក្រពត្តិនេះគឺជាប្រភេទខ្សែដៃដែលយើងធ្វើពីអង្កាំបុរាណបាទអង្កាំបុរាណនេះគឺជាអង្កាំដែលមានគេថែរក្សាអាយុកាលយូរឆ្នាំចឹងយើងយកទៅពាក់យើងក៏មានអ្នកថែរក្សាលុយយើងក៏ចូលយើងក៏ហេងយើងក៏មានលៀបមានសំណាងយើងក៏កាក់កបចឹងបងប្អូនលោកអ្នកជាវអង្កាំបុរាណនេះយកទៅពាក់រាសីយើងឡើងហើយបាទយើងកាក់កបហើយយើងរីកចម្រើនហើយចឹងធ្វើការយួរអត់បានធ្វើធំគេទេប្រែឲ្យនៅតែអនុគេរហូតនៅតែគេក្រោមគេរហូតអត់ជឿជាក់គេជិះជាន់ចឹងលោកអ្នកជាវនៅខ្សែដៃនេះយកទៅពាក់គឺបងបុរសនឹងហេងនឹងកាក់កបចឹងជាយកទៅពាក់ទៅហេងខ្លាំងកាក់កបខ្លាំងជោគជ័យខ្លាំងបាទចឹងបើចង់បានខ្សែកឬមួយក៏ចង់បានខ្សែដៃប៉ុន្តែបញ្ជាក់ខ្សែកសម្រាប់នារីខ្សែដៃសម្រាប់បុរសអត់អាចពាក់ចូលគ្នាបានទេបាទយកទៅពាក់ទៅហេងហើយកាក់កបហើយចឹងជាយកទៅពាក់ទៅផ្ទុះលៀបផ្ទុះសំណាងហេងខ្លាំងបាទចង់បានឆាតចូលពេកឬមួយក៏ទំនាក់ទំនងលេខ Telegram 070គុត29 29 38 070គុត29 29 38 099 40គុត86 37 099 40គុត86 37 07គុត29 29 38លេខសំណាង
របស់លោកអ្នកដែលកើតនៅឆ្នាំមមីមិញនេះលេខ614ចំណែកពណ៌សំណាងគឺពណ៌សូកូឡាខ្ញុំសូមបន្តទៀតបងប្អូនកូនក្មួយណាបាទអញ្ចឹងសូមបងប្អូនទាំងអស់ជួយ share នៅវីដេអូនេះម្នាក់មួយផង